សួស្តីអស់លោកអ្នកបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងលើកយកអំពីសម្ដីពាក្យសម្ដីដែលយើងនិយាយចេញទៅប្រចាំថ្ងៃអញ្ចឹងតែពិតសម្ដីរបស់យើងវាគឺជាដើមទុនមួយនៅក្នុងចំណោមដើមទុនទាំង3នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងវាមានដូចជាការធ្វើការនិយាយហើយនិងការគិតឬក៏យើងហៅវាងាយតាមការចាស់ថាកាយវាចាហើយនិងចិត្តហើយដើមទុនទាំង3យ៉ាងនេះយើងអាចវឹកហាត់បានយើងអាចវឹកហាត់ឲ្យវាកាន់តែប្រសើរបានទៅតាមបទពិសោធន៍របស់យើងហើយនិងតាមវិធីសាស្ត្រផ្សេងគ្នារបស់យើងពាក្យចាស់លោកពោលថាសម្ដីជាឯកលេខជាតូវាគឺជាហេតុផលមួយដែលបង្ហាញថាសម្ដីរបស់យើងវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ជីវិតរស់នៅសម្ដីមានឥទ្ធិពលទៅលើជីវិតយើងដូចជាវាអាចធ្វើឲ្យមនុស្សមានសេរីសួស្តីឬអពមង្គលឲ្យមនុស្សមានកម្លាំងចិត្តឬក៏បាក់ទឹកចិត្តធ្វើឲ្យប្រទេសមួយមានសង្គ្រាមឬក៏មានសន្តិភាពវាធ្វើឲ្យមនុស្សលិចឬក៏អណ្ដែតធ្វើឲ្យមនុស្សជោគជ័យឬក៏បរាជ័យអញ្ចឹងហើយយើងមិនអាចមិនយកចិត្តទុកដាក់ចំពោះការប្រើពាក្យសម្ដីរបស់យើងបានឡើយអ្នកដែលគាត់ចេះប្រើពាក្យសម្ដីបានល្អបើទោះបីជាទៅដល់ទីណាក៏ដោយជួបអ្នកណាក៏ដោយធ្វើការងារអ្វីតែងតែមានអ្នករាប់រកមានអ្នកស្វាគមន៍និងជួយឈឺឆ្អាលជ្រុំជ្រែងគ្រប់ពេលវេលាឬក៏យើងហៅខ្លីថាទៅណាក៏អត់ដាច់បាយណានេះឯងដូច្នេះដើម្បីឲ្យជីវិតរបស់យើងនិងមនុស្សជុំវិញយើងរីករាយស្រស់បំព្រងប្រកបគ្នាដោយមេត្រីភាពនិងសេចក្តីសុខដុមរមនាយើងត្រូវចេះផ្ដល់ភាពសំខាន់ដល់ពាក្យសម្ដីដែលយើងនិយាយចេញទៅអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់សង្ឃឹមថាអស់លោកអ្នកបងប្អូននឹងបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ We learn together we grow together ជួបគ្នានៅក្នុងវីដេអូក្រោយ Bye bye